ស្រមៃមើលកាលពី75លានឆ្នាំមុននៅព្រៃភ្នំដ៏ស្ងាត់ស្ងៀមមួយស្រាប់តែមានសំឡេងក្រហមមួយដ៏ជ្រៅនិងត្រេតបន្លឺឡើងឆ្លងកាត់ដើមឈើវាមិនមែនជាសំឡេងផ្គរឬសត្វណាដែលអ្នកស្គាល់នោះទេវាជាសំឡេងរបស់ឌីណូស័រហើយរឿងដ៏អស្ចារ្យបំផុតនោះគឺសប្តាហ៍ថ្ងៃនេះអ្នកវិទ្យាសាស្ត្រអាចស្ដាប់សំឡេងនោះម្ដងទៀតបានតើពួកគេធ្វើបានយ៉ាងដូចម្តេចសត្វនេះមានឈ្មោះថា Parasaurolophus វាជាឌីណូស័រស៊ីរុក្ខជាតិដែលរស់នៅសម័យក្រេតាស៊ីចុងប៉ុន្តែអ្វីដែលធ្វើឲ្យវាល្បីល្បាញមិនមែនជាຂະຫນាតរូបធំឬធ្មេញរបស់វាទេតែជាកញ្ចែងឬស្នែងវែងប្លែកនៅលើក្បាលរបស់វាតើកញ្ចែងនោះមានសម្រាប់អ្វីនេះជារឿងអាថ៌កំបាំងមួយដែលអ្នកវិទ្យាសាស្ត្រខំស្រាវជ្រាវអស់រយៈពេលជាង100ឆ្នាំ Parasaurolophus ជាសមាជិកនៃក្រុមឌីណូស័រ Hadrosaurids ឬគេហៅថាឌីណូស័រមាត់ទាព្រោះមាត់របស់វាសំប៉ែតដូចមាត់ទាវាមានប្រវែងប្រហែល9ទៅ10ម៉ែត្រហើយធ្ងន់ប្រមាណពី5ទៅ4តោនវាដើរបានទាំង2ជើងនិង4ជើងពេលរកស៊ីស្មៅវាដើរ4ជើងតែពេលរត់គេចពីសត្វសត្រូវវាងើបឈរលើពីជើងក្រោយវាជាសត្វស៊ីរុក្ខជាតិសុទ្ធសាធស៊ីស្លឹកឈើមែកឈើនិងស្លឹកម្ជូរក្នុងមាត់របស់វាមានធ្មេញរាប់រយតម្រៀបជាឆ្នាំងធ្មេញ dental battery ដ៏ស្មុគស្មាញដែលអាចកិនរុក្ខជាតិរឹងបានយ៉ាងមានប្រសិទ្ធភាពហើយធ្មេញចាស់ដែលសឹកនឹងត្រូវជំនួសដោយធ្មេញថ្មីជានិច្ចឌីណូស័រនេះត្រូវបានគេរកឃើញដំបូងនៅឆ្នាំ1920នៅតំបន់ Alberta ប្រទេសកាណាដាហើយត្រូវបានដាក់ឈ្មោះនៅឆ្នាំ1922ដោយលោកអ្នកវិទ្យាសាស្ត្រ William Parkes ឈ្មោះ Parasaurolophus មានន័យថាសត្វល្មូនមានកញ្ចែងស្តៀងបច្ចុប្បន្ននេះគេទទួលស្គាល់3ប្រភេទ P. walkeri P. pubescens និង C. arthrocristatus ដែលមានកញ្ចែងខ្លីនិងកោងជាងគេឥឡូវមកដល់អាថ៌កំបាំងធំកញ្ចែងនោះកញ្ចែងរបស់ Parasaurolophus អាចវែងដល់1.8ម៉ែត្រប្រហែល6ហ្វីតហើយចំណុចសំខាន់បំផុតគឺវាមិនមែនជាដុំឆ្អឹងតាន់ទេខាងក្នុងវាប្រហោងមានបំពង់ខ្យល់វែងៗដែលភ្ជាប់ពីរន្ធចុះមកឡើងទៅដល់ចុងកញ្ចែងរួចបត់ត្រឡប់ចុះមកវិញដូចជាបំពង់ត្រុំ4លោក Terry Gates អ្នកជំនាញបុរាណជីវវិទ្យាបានពិពណ៌នាថាវាដូចជាច្រមុះដែលដុះឡើងលើមុខ3ហ្វីតក្រោយក្បាលរួចបត់ត្រឡប់មកជាប់ខាងលើភ្នែកខ្យល់ដកដង្ហើមរបស់វាត្រូវឆ្លងកាត់បំពង់វែង8ហ្វីតមុននឹងទៅដល់ក្បាល Aeon នៅខែសីហាឆ្នាំ1995គេបានរកឃើញលលាក្បាល P. pubescens ដ៏កម្រមួយប្រវែងប្រហែល 4-5 ហ្វីតនៅរដ្ឋ New Mexico បន្ទាប់មកនៅឆ្នាំ1997 1998ក្រុមអ្នកវិទ្យាសាស្ត្រនៅមន្ទីរពិសោធន៍ Sandia National Laboratories អ្នកវិទ្យាសាស្ត្រកុំព្យូទ័រ Carl Liggett និងអ្នកបុរាណជីវវិទ្យា Tom Williamson បានធ្វើរឿងមួយដ៏អស្ចារ្យពួកគេបាន scan CT លលាក្បាលនោះដោយថតបន្ទះកាត់ប្រហែល350ស្រទាប់រួចបង្កើតគំរូ3វិមាត្រនៅក្នុងកុំព្យូទ័រដោយមិនបាច់កាត់បំផ្លាញឆ្អឹងពិតឡើយពេលដែលគេដឹងពីទម្រង់និងទំហំបំពង់ខ្យល់ខាងក្នុងគេអាចគណនាប្រេកង់នៃសំឡេងដែលកញ្ចែងនេះអាចបង្កើតបានដូចគ្នានឹងទំហំនិងរូបរាងឧបករណ៍តន្ត្រីកំណត់សំឡេងរបស់វាហើយលិតផ្លិតខ្យល់ចម្បងប្រវែងប្រហែលពី9ម៉ែត្របានបន្លឺសំឡេងក្រហមជ្រៅនៅប្រេកង់ប្រហែល30ហេតប៉ុណ្ណោះសំឡេងបាសដ៏ជ្រៅស្ថិតនៅជិតបាតបំផុតនៃកម្រិតដែលប្រជាមនុស្សអាចស្ដាប់ឮលោក Liggett បានពោលថាសំឡេងនោះប្រហែលជាស្រដៀងសត្វស្លាបហើយវាមិនមែនជារឿងមិនសមហេតុផលទេដែលគិតថាពួកវាច្រៀងបញ្ចេញសំឡេងហៅគ្នាមុននោះតាំងពីឆ្នាំ1981លោក David B. Chappelle បានសិក្សារួចហើយប្រដូចបំពង់ខាងក្នុងកញ្ចែងទៅនឹងឧបករណ៍តន្ត្រីប្រភេទ Chrome horn គាត់បានស្មានថា Parasaurolophus អាចបញ្ចេញសំឡេងប្រេកង់ទាបអាស្រ័យលើទំហំកញ្ចែងហេតុអ្វីបានជាសំឡេងប្រេកង់ទាបសំខាន់ម្ល៉េះព្រោះសំឡេងប្រេកង់ទាបធ្វើដំណើរបានឆ្ងាយជាងសំឡេងស្រួតវាអាចជ្រាបកាត់ព្រៃក្រាស់ឆ្លងជុំវិញដើមឈើដោយមិនសូវបាត់កម្លាំងនេះជារបៀបដែលសត្វធំសម័យបច្ចុប្បន្នប្រាស្រ័យទាក់ទងគ្នាដូចជាដំរីដែលប្រើសំឡេងប្រេកង់ទាបណាស់ខ្លះក្រោម20ហេតដែលប្រជាមនុស្សស្ដាប់មិនឮហៅថា infrasound ដើម្បីហៅគ្នាឆ្ងាយរាប់គីដូច្នេះ Parasaurolophus ប្រហែលជាប្រើកញ្ចែងរបស់វាដើម្បីហៅរកគ្នាក្នុងហ្វូងប្រកាសរកគូឬប្រមានគ្នាពេលមានសត្វសត្រូវហើយចំណុចគួរឲ្យចាប់អារម្មណ៍មួយទៀតសត្វនីមួយៗប្រហែលជាមានសំឡេងផ្សេងគ្នាកញ្ចែងធំបន្លឺសំឡេងជ្រៅកញ្ចែងតូចបន្លឺសំឡេងខ្ពស់នៅឆ្នាំ2013គេបានសិក្សាកូន Parasaurolophus មួយឈ្មោះ Jojo ដែលរកឃើញនៅរដ្ឋ Utah កាលពីឆ្នាំ2009ដោយសិស្សវិទ្យាល័យអាយុ17ឆ្នាំឈ្មោះ Kevin Harris ចូលស្លាប់ពេលនៅក្មេងគ្រាន់តែ 1/4 នៃខ្នាតពេញវ័យហើយកញ្ចែងរបស់វានៅគ្រាន់តែជាដុំតូចមួយលោក Andrew Fauci អ្នកដឹកនាំការសិក្សាបាននិយាយថាបើសត្វពេញវ័យមាន woofer សំឡេងបាសនោះកូនរបស់វាមាន Twitter សំឡេងស្រួចមានន័យថាសំឡេងកូនវាខ្ពស់ជាងសត្វធំដែលជួយឲ្យសត្វស្គាល់គ្នាបាន Parasaurolophus រស់នៅលើទំនាបទន្លេនិងព្រៃជាប់សមុទ្រនៅទ្វីបបុរាណមួយឈ្មោះ Laramidia ផ្នែកខាងលិចនៃអាមេរិកខាងជើងសម័យនោះផុសតាងពីដើមនៃជើងនិងគំនរឆ្អឹងបង្ហាញថាឌីណូស័រមាត់ទាប្រភេទនេះទំនងជារស់នៅជាហ្វូងវារស់នៅជាមួយឌីណូស័រស្នែងដូចជា Cosmoceratops និង Nasutoceratops និងត្រូវការប្រុងប្រយ័ត្នពីសត្វសត្រូវដូចជា Tyrannosaurus ប្រភេទ Ceratophonus ការរស់នៅជាហ្វូងនិងសមត្ថភាពហៅគ្នាដោយសំឡេងគឺជាមធ្យោបាយការពារដ៏សំខាន់របស់ពួកវាដូច្នេះពេលក្រោយដែលអ្នកគិតពីឌីណូស័រកុំគិតតែពីសំឡេងក្រហមរបស់ T-Rex ត្រូវចាំថាមានឌីណូស័រមួយដែលធម្មជាតិបានបង្កើតឲ្យឧបករណ៍តន្ត្រីនៅលើក្បាលហើយអរគុណដល់វិទ្យាសាស្ត្រនិងបំណែកឆ្អឹងដ៏ចំណាស់75លានឆ្នាំ
យើងពិតជាអាចស្ដាប់ឮសំឡេងពីបូរេប្រវត្តិបានម្ដងទៀតបើអ្នកចូលចិត្តរឿងអាតកំបាំងពីបូរេប្រវត្តិបែបនេះសូមចុច like ចុច subscribe និងបើកកណ្ដឹងជូនដំណឹងដើម្បីកុំឲ្យខកខានវីដេអូបន្ទាប់របស់ Antisite ហើយប្រាប់យើងក្នុងមតិតើអ្នកគិតថាសំឡេង Parasaurolophus ស្ដាប់ទៅដូចអ្វី